តេស្តសាកល្បងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគ10ប្រភេទគ្រោះថ្នាក់ញឹកញាប់បំផុតនៅលើដងផ្លូវល្បឿនលឿនឆ្លងរដ្ឋគឺកបើកគៀកទង្គិចគ្នាពីចំហៀងខបើកធ្លាក់ផ្លូវកបុកទង្គិចគ្នាពីក្រោយខបុកទង្គិចទល់មុខគ្នាចម្លើយកបុកទង្គិចគ្នាពីក្រោយនៅពេលបើកបរផ្លូវឆ្ងាយនៅលើផ្លូវល្បឿនលឿនឆ្លងរដ្ឋអ្នកគួររៀបចំគិតគូរអនុវត្តប្រការណាមួយដូចខាងក្រោម 1. ឈប់រាល់100ម៉ាយម្ដងនៅកន្លែងឈប់សម្រាកតាមផ្លូវ 2. កំណត់កាលវិភាគបើកបរឲ្យប៉ះចំម៉ោងយប់ខ្លះដើម្បីជៀសវាងចរាចរណ៍ច្រើនចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកករណីលេខ1អ្នកកំពុងតែបើកបរនៅលើផ្លូវល្បឿនលឿនឆ្លងរដ្ឋស្រាប់តែរថយន្តខូចដែលបង្ខំឲ្យអ្នកបើកអែបគៀនទៅជាយផ្លូវអ្នកគួរតែកទៅអង្គុយក្នុងរថយន្តរហូតដល់មានគេមកជួយខចងកន្សែងដៃនៅដៃទ្វារខចងកន្សែងដៃនៅដៃទ្វារឆ្វេងរបស់រថយន្តហើយឈរអែបថ្ពាល់រថយន្តខាងឆ្វេងដៃកបើកគម្របក្បាលរថយន្តរួចចងកន្សែងដៃពណ៌សនៅលើដៃទ្វារឆ្វេងរបស់រថយន្តខបើកគម្របក្បាលរថយន្តរួចឈរពីក្រោយរថយន្តដើម្បីឲ្យអ្នកបើកបរពីក្រោយមើលឃើញអ្នកចម្លើយកបើកគម្របក្បាលរថយន្តរួចចងកន្សែងដៃពណ៌សនៅលើដៃទ្វារឆ្វេងរបស់រថយន្តការសិក្សាបង្ហាញថានៅក្នុងស្ថានភាពធម្មតាឱកាសនៃរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវល្បឿនលឿនឆ្លងរដ្ឋមានកាន់តែច្រើនអ្នកបើកបរករក្សាល្បឿនបើកបរឲ្យនៅថេរខធ្វើដំណើរយឺតក្រោមល្បឿនកំណត់ខ្លាំងកធ្វើដំណើរតាមល្បឿនកំណត់ខរក្សាកម្រិតសមរម្យពីរថយន្តអ្នកទៅនឹងរថយន្តខាងមុខនិងរថយន្តខាងក្រោយចម្លើយខធ្វើដំណើរយឺតក្រោមល្បឿនកំណត់ខ្លាំងបើអ្នកបើកហួសច្រកចេញនៅលើផ្លូវល្បឿនលឿនអ្នកអាចអនុវត្តប្រការណាមួយដូចខាងក្រោម 1. បត់ត្រឡប់ក្រោយ 2. ធ្វើដំណើរទៅមុខទៅរកច្រកចេញបន្ទាប់នៅខាងមុខនោះចម្លើយកករណីលេខ1ខ
ករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយខករណីលេខ2អ្នកបើកបរអាចស្រវាំងភ្នែកមើលមិនឃើញមួយស្របក់នៅពេលយប់ដោយសារកត្តាណាមួយដូចខាងក្រោម 1. ពន្លឺភ្លើងពីចង្កៀងរថយន្តផ្សេង 2. អណ្ដាតភ្លើងពីចង្កុះដែលគូសអុជបារីចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកទាំងករណីលេខ1និងលេខ2